ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូបង្ហាញអំពីវិធីសាស្ត្រក្នុងការការពារកូនដំណាំឬកូនឈើទៅនឹងដុះមិនឲ្យមានការញញេនិងបំផ្លាញពីសត្វល្អិតឡើយឥឡូវយើងទៅមើលទាំងអស់គ្នានេះគឺជាធាងល្ហុងឥឡូវយើងធ្វើការកាត់វាកាត់មេធាងនៅថាងាប់នឹងចេញទៅធាងល្ហុងនឹងអត់មានយកពីណាឆ្ងាយទេបងប្អូនគឺនៅគៀមផ្ទះនឹងឯងឥឡូវយើងធ្វើការហាន់វាជាកង់ដើម្បីដាក់ទៅលើដំណាំរបស់យើងដែលទើបតែធំនឹងឥឡូវយើងធ្វើការហាន់វាដំណាំរបស់យើងគឺដើមពីងប៉ោះនៅគេហ្នឹងបងប្អូនមើលទៅដើមពីងប៉ោះហ្នឹងវាទើបតែលូតលាស់បានល្អទេឥឡូវយើងធ្វើការហាន់វាដើម្បីការពារឲ្យសត្វល្អិតដែលវាមកទុំដូចជាដង្កូវហើយនឹងខ្យងដែលថាវាស៊ីរុក្ខជាតិជាអាហារអីក៏ដោយនេះដាក់មកហើយសម្ោចអីក៏ដោយដែលវាមកទុំពេលខ្លះវាគាត់ណាទុំវាគាត់ណានេះនឹងក៏វាអាចធ្វើឲ្យដើមយើងហ្នឹងអាលូយអីចឹងណាបងប្អូនចឹងហើយយើងធ្វើការដាក់វាការពារសត្វល្អិតទាំងឡាយដែលវាមកញីបំផ្លាញដំណាំយើងដំណាំហ្នឹងគឺដំណាំនៅក្នុងផ្ទះបងប្អូនអត់មាននៅណាឆ្ងាយទេឥឡូវយើងធ្វើការដាក់បន្ទាប់ពីយើងធ្វើការដាក់ហ្នឹងយើងបានឃើញស្លឹកពីងប៉ោះហ្នឹងវាមានចាយអញ្ចឹងយើងយកកបិតមកកាត់វាចោលមកចាំយើងធ្វើការញាត់ធាងល្ហុងហ្នឹងចូលទៅបងប្អូនឥឡូវយើងធ្វើការញាត់ហើយគឺថាវាល្អណាស់សម្រាប់អត្ថប្រយោជន៍ធាងល្ហុងហ្នឹងផងដែរពេលដែលវាងាប់ទៅវាលលួយទៅវានៅអង្គុលនឹងបដ ாய் ដូចជីអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងស្រួលធ្វើការដាក់អញ្ចឹងណាហើយឥឡូវយើងកាត់វាចោលអាកន្លែងស្លឹកចាស់ហ្នឹងទៅយើងយកវាមកញាត់គល់វាមួយទៀតទៅក្នុងផើងហ្នឹងផងដែរមកផើងហ្នឹងគឺមាន3កូននេះបងប្អូនឃើញអញ្ចឹងកូនពីងប៉ោះយើងហ្នឹងមាន3កូនបងប្អូនឥឡូវយើងដាក់បន្តទៀតមកនឹងហើយយើងធ្វើការកាត់អាស្លឹកចាស់ហ្នឹងវាចោលដើម្បីយើងធ្វើការញាត់ដាក់ធាងល្ហុងទៅហើយចំពោះធាងល្ហុងនេះផងដែរបងប្អូនវាចំនួនច្រើនដែរហ្នឹងវាធ្វើឲ្យនឹងរុក្ខជាតិរបស់យើងដូចជាដើមពីងពណ៌បន្លែរបស់យើងហ្នឹងឲ្យវាលូតលាស់ដោះទៅត្រង់ល្អផងចឹងហើយបើយើងធ្វើការដាក់ឥឡូវយើងដាក់រួចរាល់ហើយគឺថាស្អាតភ្លឹងបងប្អូនអូស្អាតណាស់ឡើងខៀវលវឹកហ្មងណាហ្មងបងប្អូនអាចធ្វើវិធីតាមនឹងបានឥឡូវយើងធ្វើការដាក់វារួចរាល់ហើយយើងធ្វើការចាក់ទឹកបងប្អូនបន្តិចទៀតយើងចាក់ទឹកហ្នឹងហើយបងប្អូនមើលទៅការស្រោចឥឡូវយើងស្រោចទឹកវាធ្វើឲ្យរុក្ខជាតិបៃតងល្អណាស់បងប្អូនហើយដើមពីងប៉ោះឡើងខ្ចីលវក់ហ្មងណាប៉ុន្តែមកវាលូតលាស់ទៅត្រង់ហើយបងប្អូនល្អមែនតើឥឡូវយើងចាក់ទឹកហ្នឹងយើងចាក់ធ្វើមិនឲ្យដល់បដូរវាត្រួយវានឹងអីក៏ដោយនឹងឲ្យវាដល់ទៅបងប្អូនឲ្យវាល្អលូតលាស់ល្អឥឡូវយើងធ្វើការបាញ់ស្រោចហើយហ្នឹងហើយបងប្អូនល្អខ្លាំងមែនតើវាដោះទៅត្រង់អញ្ចឹងគឺហ្មងអាចធ្វើតាមវិធីនឹងបានណាបងប្អូនអត់មានតខអីទេវាសិតសឹងតែជាដំណាំក្នុងផ្ទះយើងប្រើរបស់ធម្មជាតិទៅទោះបីយើងទិញគេមកពីក្រៅក៏វាពិបាកដែរព្រោះដំណាំមកពីក្រៅរុក្ខជាតិមកពីក្រៅហ្នឹងផ្លែឈើអីហ្នឹងវាសិតតែជាតិគីមីទាំងអស់បន្លែអីក៏ដោយគឺគេប្រើថ្នាំដល់ពេលយើងដាំខ្លួនយើងទុកហូបអីចឹងទៅក្នុងផ្ទះចឹងវាល្អក្នុងការយើងមានទំនុកចិត្តចង់ហូបហើយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe ផងណាបងប្អូនជួយ Subscribe ដើម្បីឲ្យ Channel YouTube យើងល្អអរគុណច្រើន